ជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះគឺខ្ញុំអានសាឡប្រហែលតាពាំងបងម្អមណាដោយសារធ្លាក់ព្រៀងពីវាមេមកគឺនៅខាងខ្ញុំគឺក្រូចផ្ទះគឺមានដើមម្សៅផ្អែមម្សៅស្រុកអីចឹងណាបងប្អូនហើយតែមើលតាពាំងវាមានដុះអីចឹងណាអាសាតែយើងកប់ដីអីដែរអញ្ចឹងគឺវាមានដុះយើងអត់ចាំហត់ទិញគេទេបងប្អូនយើងទិញតែត្រូវយកមកអាំងទេបើថាលឹកផ្ទីលឹកបាសវិញគឺថានៅតាមផ្ទះនេះគឺថាយកទៅណាអត់អស់បដ ாய் បងប្អូនហើយនេះតាពាំងខ្ញុំជីកបានមិញហ្នឹងគឺខ្ញុំយកមកចិននឹងកបិតមុខពីឲ្យស្ដើងណាបងប្អូនគឺសឡតាពាំងបងប្អូនកុំភ្លេចបងម្អមផងណាហើយមួយទៀតបងប្អូនសម្រាប់ខ្ញុំដែលខ្ញុំស្លតាពាំងនេះភាគច្រើនគឺខ្ញុំដាក់អង្គងាស់មួយតាពាំងណាបងប្អូនពេលយើងដាក់អង្គងាស់មួយតាពាំងចេះទៅគឺថាឆ្ងាញ់ណាបងប្អូនហើយបន្លែខ្ញុំគឺមានលឹកបាសលឹកផ្ទៀងស្អំហើយនឹងផ្កាសាឡាត់បងប្អូនហើយសឡប្រហើតាពាំងខ្ញុំនេះបន្លែមានតែប៉ុណ្្នឹងទេបងប្អូននិយាយថាបើជាតិវិញគឺឆ្ងាញ់ណាស់បងប្អូនហើយនេះគឺខ្ញុំចាប់ដើមងាស់តាពាំងជាមួយនឹងអង្គបងប្អូនអង្គយើងនឹងយើងដាក់មកក្តាប់ទៅពេលយើងងាស់តាពាំងជាមួយអង្គឲ្យរីកដូចបបរអញ្ចឹងបងប្អូនហើយឆ្ងាញ់ណាស់ខ្ញុំចូលចិត្តស្លតាពាំងហើយដាក់អង្គច្បាច់ជាមួយតាពាំងហើយនេះខ្ញុំយកបន្លែមកលាងណាបងប្អូនបន្ទាប់ពីខ្ញុំលាងបន្លែលាងអីហើយបងប្អូនណាខ្ញុំរបៀបថាឈ្ងុយក្លិនផ្កាបងប្អូននៅគៀនកន្លែងខ្ញុំដាំបាយហ្នឹងផ្កាសាឡាត់នេះមិនថាឆាឡតាពាំងស្លកកោយទេបងប្អូនឆ្ងាញ់ណាស់ហើយផ្កានេះក៏មាំមានណាបងប្អូនហើយវាងាយមានហ្មងហើយនេះគឺខ្ញុំស្លចាប់ដើមពុះគឺខ្ញុំចាប់ដើមដាក់ត្រីអាំងដែលខ្ញុំបានបេះហ្នឹងបងប្អូនស្លតាពាំងជាមួយត្រីអាំងគឺថាត្រូវជាតិតបងប្អូនបើជាមួយត្រីស្រស់គេចូលចិត្តហូបក៏ឆ្ងាញ់យ៉ាងដែរសម្រាប់ខ្ញុំអត់សូវចូលចិត្តទេអាសាតែខ្ញុំចូលចិត្តទិញត្រីយកមកអាំងដើម្បីឲ្យវាឈ្ងុយហើយនិយាយថាអង្គយើងក៏វារីកដែរបងប្អូនអាសាតែខ្ញុំច្បាច់ដាក់ជាមួយតាពាំងបងប្អូនដែលអត់ធ្លាប់ស្លដាក់អង្គច្បាច់ជាមួយតាពាំងអញ្ចឹងអាចសាកម្ដងបានបងប្អូននិយាយថាឆ្ងាញ់ហ្មងបងប្អូនគឺយើងច្បាច់ជាមួយតាពាំងហើយងាស់វាឲ្យដូចបបរអញ្ចឹងណាបងប្អូនដាក់ឲ្យរីកដូចបបរអញ្ចឹងមកហើយសម្រាប់ខ្ញុំវិញគឺខ្ញុំថែមម្សៅស៊ុបមកកញ្ចប់ទៀតបងប្អូនអាសាដាក់ម្សៅស៊ុបទៅគឺថាវាជាតិទៅបងប្អូនមិនថាស្លអីទេគឺខ្ញុំចូលចិត្តប្រើម្សៅស៊ុបហើយបន្លែគឺយើងចាប់ដើមដាក់ទៅបងប្អូនស្លយើងពូអញ្ចឹងគឺយើងចាប់ដើមដាក់បន្លែហើយខ្លាំងជាងគេគឺម្អមបងប្អូនខ្ញុំចូលចិត្តដាក់ម្អមឲ្យច្រើនហ្មងគឺវាឈ្ងុយបងប្អូនដាក់ម្អមទៅគឺវាឈ្ងុយហើយឆ្ងាញ់ហ្មងបើស្លប្រហើដាក់ម្អមគឺវាអត់ជាតិទេបងប្អូនខ្ញុំមិនដឹងទេដែរសម្រាប់ខ្ញុំគឺវាអត់ឆ្ងាញ់អត់ជាតិហ្មងបងប្អូនគឺមានតែដាក់ម្អមទេដែរបងប្អូនអាចថែមខ្លាញ់បន្តិចក៏បានដែរបងប្អូនប្រេងឆាយើងហ្នឹងគឺយើងដាក់វាបន្តិចទៅដើម្បីឲ្យវាទន់បន្លែណាស្លខ្ញុំឆ្អិនហើយគឺខ្ញុំចាប់ដើមយកបាយមកហូបយកទៅឲ្យអ្នកភ្ជួរហើយកូនខ្ញុំអត់ចុះដើរតាមក្រោមទេគេចុះឡើងលើទំនប់ដើរបងប្អូនហើយនេះគឺខ្ញុំយក